RMA កំពុងតែធ្វើឲ្យស្តង់ដារនៅក្នុងវិស័យរថយន្តនៅស្រុកខ្មែរនេះអត់ចាញ់គេទេបាទជាការប៉ັດហើយកន្លែងដែលយើងកំពុងចូលនេះនឹងខ្លាយទៅជាយើងហៅថា modification center គឺជាកន្លែងកែរថយន្តសម្រាប់ក្រុមហ៊ុន RMA យើងមិនមែនគ្រាន់តែលក់ទេប៉ុន្តែយើងជំរុញឲ្យវិស័យហ្នឹងឧស្សាហកម្មហ្នឹងដំណើរការដោយលូននៅក្នុងប្រទេសកម្ពុជាយើងហ្នឹងបាទនេះអាគារ3នេះវាសំខាន់ណាស់វាធ្វើឲ្យវិស័យយានយន្តរបស់ខ្មែរយើងវាកាន់តែទំនើបជាងមុននៅប្រទេសគេជឿនលឿនអស់នេះយើងនិយាយកាប់ពិតទៅគេមានយូរហើយបាទនៅយើងនេះចាប់ផ្ដើមមានហើយជាពិសេសថ្ងៃនេះគឺក្រុមហ៊ុន RMA ដាក់ឲ្យមាននៅកន្លែងទំនើបទាំង3ហ្នឹងមហិច្ឆតារបស់ RMA Cambodia គឺដើម្បីយកឈ្នះក្រុមហ៊ុន RMA ផ្សេងទៀតនៅប្រទេសផ្សេងទៀតបាទនិយាយទៅមហិច្ឆតាហ្នឹងខ្ញុំខ្លួនឯងជាអ្នកសរសេរមហិច្ឆតាហ្នឹងបាទខ្ញុំ leading organization នៅ RMA នៅក្នុងស្រុកខ្មែរនេះមិនមែនថាខ្ញុំចង់ឈ្នះតែ RMA នៅប្រទេសទេខ្ញុំចង់ឈ្នះក្រុមហ៊ុនគ្រប់កន្លែងទាំងអស់ប៉ុន្តែ at least តែក្នុងចំណោម RMA ដែលមាននៅ14ប្រទេសហ្នឹងគឺ RMA ស្រុកខ្មែរហ្នឹងគឺជា RMA មួយល្អជាងគេតម្លៃជាងគេតើអាចទេយើងនឹងមានរថយន្តដែល RMA នាំចេញពីស្រុកខ្មែរទៅប្រទេសផ្សេងបាទបងប្អូនខ្មែរមិនចាញ់ប្រទេសធំទៀតទេបាទនិយាយរួមបាទវិស័យរថយន្តខ្មែរកំពុងតែបោះមួយជំហានទៅមុខទៀតហើយមួយជំហាននេះធំមែនតើបាទដោយទាំងអស់គ្នាកំពុងមើលនេះបាទនេះគឺជាកន្លែងតោនកន្លែងបាញ់ថ្នាំដ៏ធំមួយបាទនៅស្រុកខ្មែរបាទហើយថ្ងៃនេះក្រុមហ៊ុន RMA បាទគឺសម្ពោធបាទអាគាររហូតដល់3បាទនៅលើផ្ទៃដីបាទ20000ម៉ែត្រការ៉េបាទហើយនេះគឺជាអាគារមួយដែលសន្លាននៅខាងក្រោយនោះកន្លែងដែលបាញ់ថ្នាំកន្លែងដែលតោនបាទហើយក្រុមការងារ RMA បាទបានឡើងបង្ហាញថានិយាយរួមបាញ់ថ្នាំឲ្យដូចឡានថ្មីអញ្ចឹងបាទហើយមិនធម្មតាបាទហើយបងងូនសាំងបាទដែលជាអគ្គនាយក RMA ផ្ទាល់ម្ដងគាត់បានឡើងធ្វើបទបង្ហាញថានេះធ្វើឲ្យវិស័យរថយន្តរបស់ខ្មែរយើងបាទគឺកាន់តែបោះជំហានទៅមុខទៀតហើយអញ្ចឹងកន្លងមកទាំងអស់គ្នាឃើញខ្មែរយើងគឺមានរោងចក្រតឡើងរថយន្តម្ដងមួយគឺកាន់តែច្រើនបាទហើយទៅអនាគតបាទខ្មែរកំពុងតែរៀបចំនាំចេញរថយន្តទៅក្រៅប្រទេសទៀតបាទហើយមកដល់ពេលនេះទីនេះគឺតាមបាទលោកអគ្គនាយកគឺគាត់បានប្រាប់ថាទីនេះធំជាងគេបំផុតហើយនៅស្រុកខ្មែរយើងបាទហើយគឺជាវឌ្ឍនភាពមួយដ៏ធំសម្រាប់វិស័យរថយន្តបាទនៅកម្ពុជាដោយសារយើងមានកន្លែងអាគារ3នេះមិនធម្មតាបាទទី1គឺកន្លែងតោនឲ្យបាញ់ថ្នាំទី2គឺជាកន្លែងកែរថយន្តបាទហើយបងគាត់ប្រាប់ថាកែនេះមិនមែនកែខុសបច្ចេកទេសទេគឺកែតាមបច្ចេកទេសតែម្ដងកែតាមស្តង់ដារបាទអញ្ចឹងតោះគ្នាទិញឡានហើយតោះគ្នាចង់ដាក់កន្លែងដឹកទំនិញនៅខាងក្រោយឬក៏តោះគ្នាចង់កែលេងឡានអីបែបណាគឺនៅខាងនេះឯងបាទហើយមានអាគារទី3គឺជាកន្លែងដែលផ្ទុកបាទគ្រឿងបន្លាស់ដ៏ធំបាទធំមែនទែនណាបាទហើយនេះគឺជាយុទ្ធសាស្ត្រមួយដែល RMA គឺគាត់បានចាប់ផ្ដើមធ្វើអាចថាមុនដំបូងគេហើយបាទពេលបច្ចុប្បន្ននេះមូលហេតុដែលត្រូវបង្កើតកន្លែង Central Warehouse ដ៏ធំបែបនេះគឺដោយសារ RMA មានរហូតដល់9យីហោបាទខុសៗគ្នាយានយន្តណាបាទហើយអាគ្រឿងបន្លាស់ហ្នឹងវាច្រើនតែពេលឥឡូវគឺផ្ទុកនៅ Central តែមួយនេះគឺវាចំណេញច្រើនណាស់បាទហើយអ្វីដែលពិសេសបាទទីនេះគឺធំមែនតើបាទជាមជ្ឈមណ្ឌលបាទតោនបាញ់ថ្នាំកែរថយន្តណាកន្លែងផ្ទុកនៅគ្រឿងបន្លាស់ដែលធ្វើឲ្យអ្នកទាំងអស់គ្នានិយាយរួមគឺមិនខ្វះគ្រឿងបន្លាស់ទេបាទហើយនៅទីនេះកន្លែងដែលខ្ញុំកំពុងឈរនេះគឺស្វាគមន៍គ្រប់រថយន្តទាំងអស់បាទមិនមែនតែ brand ដែលនៅក្រោម RMA ទេបាទហើយកន្លែងកែរថយន្តនឹងក៏អញ្ចឹងដែរបាទអញ្ចឹងថាថ្ងៃនេះបានមកចូលរួមកម្មវិធីសម្ពោធរបស់ RMA នេះបានមើលឃើញអនាគតនៃវិស័យរថយន្តរបស់ខ្មែរយើងបោះជំហានទៅមុខមួយជំហានទៀតហើយអញ្ចឹងខ្ញុំចង់ជំរាបបងប្អូនអ្នកទេសនាឬក៏អតិថិជននៅរបស់រថយន្តនៅស្រុកខ្មែរយើងណាឲ្យបានជាថាតាក់ទងទៅនឹងវិស័យយានយន្តចំពោះ RMA យើងដឹងស្រាប់គឺជាអ្នកដែលនាំមុខគេឲ្យលើវិស័យយានយន្តយើងមាន Ford យើងមាន Chang'an យើងមាន Dipol យើងមាន Mercedes យើងមាន Peugeot យើងមាន Jeep Ram ហើយនឹង Fuso ឡានដឹកទុនមួយទៀតបាទអញ្ចឹងបើមើលចំណាយទីផ្សារទៅយើងនឹងធំជាងគេចង់និយាយទៅបើរថយន្តថ្មីនៅស្រុកខ្មែរយើងធំជាងគេហើយយើងក៏ជាអ្នកចាប់ផ្ដើមផលិត
រថយន្តដែលថាតាមលក្ខណៈស្តង់ដារត្រឹមត្រូវនឹងមុនគេដែរតែពិតមានច្រើនបើយើងអាចនិយាយថាយើងស្តង់ដារត្រឹមត្រូវមុនគេគឺយើងចាប់ដើមឆ្នាំ2000មកហ្នឹងយើងមានរោងចក្រផលិតរថយន្ត Ford នៅខេត្តពោធិ៍សាត់ហ្នឹងនៅកកហ្នឹងហើយឥឡូវដល់ចំណុចមួយទៀតដែលចាប់ដើមផលិតគ្រឿងបង្គុំចាប់ដើមតែយើងយកគ្រឿងបង្គុំមកផលិតជាផ្ទះធំដើម្បីដាក់បញ្ចូលក្នុងឡានហ្នឹងបាទហើយតាក់ទងទៅវិស័យយានយន្តនេះយើងបានសហការជាមួយនឹងក្រសួងការងារហើយនឹងសាលាដ៏ល្បីមួយនៅអូស្ត្រាលី BKI បាទគឺជាសាលាបច្ចេកទេសល្បីមួយនៅអូស្ត្រាលីក៏ដូចជាល្បីមួយក្នុងពិភពលោកដែរអញ្ចឹងយើងបង្កើតជាសាលាមួយដែលហៅថា ACE Cambodia បាទ ACE Cambodia នេះបាទសាលានេះដែលខ្ញុំបានជំរាបថាជាសាលាមួយដែលទំនើបជាងគេបំផុតសម្រាប់បច្ចេកវិទ្យាយានយន្តនៅកម្ពុជាយើងហើយមិនមែនតែកម្ពុជាយើងអាចនិយាយបានថាប្រហែលជាទំនើបជាងគេបំផុតនៅក្នុងតំបន់ហ្នឹងទៀតសាលាហ្នឹងយើងនិយាយសាលាហ្នឹងយើងនឹងបើកឆាប់បើកហើយបានបើកកំពុងតែដំណើរការហើយគឺយើងបើកកាលពីដើមឆ្នាំហ្នឹងមកគឺកំពុងតែដំណើរការហើយសាលានេះឥឡូវនេះយើងកំពុងធ្វើការបន្តទៀតដែលយើងមានសិទ្ធិយើងមួយចំនួនអាចនឹងទៅរៀនបន្តនៅអូស្ត្រាលីហើយអាចទទួលបានការងារនៅអូស្ត្រាលីឬក៏យើងយកត្រឡប់ពីខាងអូស្ត្រាលីមកបរៀនយើងនេះទៅវិញទៅមកមានច្រើនអញ្ចឹងមានតំណែងច្រើនដើម្បីអនាគតខ្មែរយើងមានធនធានខាងវិស័យរថយន្តហ្នឹងឲ្យវាកាន់តែខ្លាំងបាទយើងជំរុញវិស័យហ្នឹងឲ្យបានច្រើនអញ្ចឹងកន្លងមកសម្រាប់ក្រុមហ៊ុន OMA យើងមិនមែនគ្រាន់តែលក់ទេប៉ុន្តែយើងជំរុញឲ្យវិស័យហ្នឹងឧស្សាហកម្មហ្នឹងដំណើរការដោយរលូននៅក្នុងប្រទេសកម្ពុជាយើងហ្នឹងបាទបងខ្ញុំអាចសួរបងចេះថានេះអាគារ3នេះវាសំខាន់ណាស់វាធ្វើឲ្យវិស័យយានយន្តរបស់ខ្មែរយើងវាកាន់តែទំនើបជាងមុនអញ្ចឹងបាទតើនៅប្រទេសជឿនលឿនដែលគេអូយគេសបោឡានណាគេរថយន្តគេវាអភិវឌ្ឍណាតើដោយសារគេមានកន្លែងតោនកន្លែងបាញ់ថ្នាំទំនើបចេះឬក៏គេមានកន្លែងដូចយើងកំពុងឈរនេះជាកន្លែងកែរថយន្តនៅទំនើបអញ្ចឹងដែលបងកំពុងធ្វើផ្ទាល់មកអញ្ចឹងបាទនៅប្រទេសគេជឿនលឿនអស់នេះយើងនិយាយកាប់ប៉ុន្តែគេមានយូរហើយបាទនៅយើងនេះចាប់ដើមមានហើយជាពិសេសថ្ងៃនេះគឺក្រុមហ៊ុន OMA ដាក់ឲ្យមាននៅកន្លែងទំនើបទាំង3ហ្នឹងអញ្ចឹងទី1តាក់ទងទៅនឹងយើងហៅថា Premium Body Shop នេះ Premium Body Shop នេះគឺសម្រាប់ការតោនការបាញ់ថ្នាំសម្រាប់រថយន្តដែលទទួលគ្រោះថ្នាក់មាន accident ទៅឲ្យប៉ះពាល់ដល់តួរថយន្តជាងរថយន្តអីចឹងទៅកន្លងមកយើងមានមិនមែនថាអត់ទេបងប្អូនជីវករអញ្ចឹងក៏គាត់បានធ្វើហ្នឹងដែរប៉ុន្តែអ្វីដែលខុសគ្នានៅទីនេះគឺយើងមានលក្ខណៈបច្ចេកទេសមួយដែល comply ទៅតាមយើងហៅថា OEM តាមរោងចក្រអញ្ចឹងពេលដែលយើងធ្វើការជួសជុលយើងមានឧបករណ៍ check សុវត្ថិភាពថាតើអាហ្នឹងឲ្យយើងកណ្ដតោនបាញ់តាមយើងប្រើប្រាស់បានអត់តែខ្លះអាចអត់យើងទៅធ្វើម៉េចបើធ្វើបានយើងទៅធ្វើម៉េចអញ្ចឹងយើងមានលក្ខណៈបច្ចេកទេសហ្នឹងហើយយើងមានម៉ាស៊ីនបាញ់ថ្នាំយើងមានម៉ាស៊ីនលាយថ្នាំដែលធ្វើម៉េចដូចថាអាហ្នឹងថ្នាំពីរោងចក្រមកម៉េចគឺយើងតេស្តហើយយើងធ្វើមកអាថ្នាំដែលយើងលាយបាញ់ក្រោយហ្នឹងគឺដូចគ្នាហើយថ្នាំដែលយើងប្រើហ្នឹងគឺជាថ្នាំប្រភេទ number 1 in the world អាថ្នាំបាញ់ហ្នឹងណាព្រោះយើងដើម្បីឲ្យវាដូចទៅអាថ្នាំមកពីរោងចក្រគេលុះណាតែយើងប្រើថ្នាំល្អបាទស្តង់ដារយើងដូចគេដែរថ្នាំយើងក៏ number 1 ដែរបាទទាំងអស់នេះហើយបងថាយើងកំពុងបន្តបដាលធនធានមនុស្សថែមទៀតអាពី3ចំណុចនេះហើយដែលបងថា OMA កំពុងតែធ្វើឲ្យស្តង់ដារនៅក្នុងវិស័យរថយន្តនៅស្រុកខ្មែរនេះអត់ចាញ់គេទេបាទជាការប៉ັດហើយកន្លែងដែលយើងកំពុងចូលនេះនឹងคล้ายទៅជាយើងហៅថា modification center គឺជាកន្លែងកែរថយន្តប៉ុន្តែកាលណាបងប្អូនស្ដាប់ឲ្យច្បាស់ក៏មិនលឺកែរថយន្តនេះភ័យកែខុសលក្ខណៈបច្ចេកទេសកែអញ្ចឹងយើងអត់កែអញ្ចឹងទេយើងកែសម្រាប់ទៅតាមតម្រូវការរបស់បងប្អូនយើងឧទាហរណ៍រថយន្តដឹកទំនិញយើងចង់កែទៅជាដាក់ទំនិញត្រជាក់ទូកអីចឹងគឺយើងកែនៅកន្លែងហ្នឹងបានរថយន្តដែលថាយើងមានកៅអីដែលចង់ឲ្យមានកម្ពស់អីយើងតែបានប៉ុន្តែអ្វីដែលយើងកែវាយើងធ្វើមានន័យថានៅទទួលស្គាល់ warranty ពីខាងរោងចក្របាទយើងអត់កែរបស់គេថាហេតែសាររថយន្តនឹងកែបាត់បង់ warranty គឺយើងអត់ធ្វើហ្នឹងទេបាទហើយរថយន្តមិនមែនតែ Ford ទេមិនមែនតែរថយន្តនៅក្រុម on អីទេយើងបើកទូទៅទាំងអស់បើកទូទៅអស់យើងបើកទូទៅប៉ុន្តែហេតុអីបើយើងអាចទទួលពួកគាត់បានហ្មងណាយើងមែនតើទៅជាក្រុមហ៊ុនយើងនេះនៅប្រទេសផ្សេងៗយើងមានគេហៅថា QVM ហ្នឹងគឺ guarantee វា
vehicle làពេលយើងធ្វើ modification ហ្នឹង បាទ គឺគេឲ្យយើងហ្នឹង បាទ អញ្ចឹងជាមួយដែលយើងអាច apply សម្រាប់រោងចក្រផ្សេងៗគេទទួលស្គាល់នៅពេលដែលយើងចាប់ផ្ដើមធ្វើការហើយទី3 បាទ ទី3សូមបន្ថែមតិចដែរថាមិញសួរខ្ញុំថាមាន3កន្លែងអញ្ចឹងគេខាងនោះដែលថាជា central warehouse ដែលខ្ញុំគិតថាអត់ទាន់មាននៅឡើយទេសម្រាប់អាហ្នឹងនៅស្រុកខ្មែរ បាទ អញ្ចឹងដើម្បីការផ្គត់ផ្គង់ spare part ទៅគ្រប់ទីកន្លែងទាំងអស់គ្រប់ការ៉ាសទាំងអស់ហ្នឹងវាគ្រប់គ្រាន់ហើយទាន់ពេលវេលាគឺយើងបដូរមកជា central warehouse ហ្នឹងគឺ manage ហើយយើងនឹងមានម៉ាស៊ីនទំនើបបច្ចេកវិទ្យាទំនើបក្នុងការគេហៅថា trace នៅ spare part គ្រប់គ្រង spare part បញ្ជូន spare part ទៅការ៉ាសមួយហ្នឹងបាទ មិនឲ្យយឺតដល់អ្នកប្រើឡានទេ មិនយឺតទេ បាទ ហើយក៏កុំឲ្យអ្នកប្រើថាខ្លាចអត់ spare part ព្រោះអាចថាកន្លែងគាត់អ្នកធ្វើហ្នឹងគាត់អាចខ្វះខាតបើឡើយអត់ឲ្យយើងមាន unit មួយដែលអង្គុយមើលតែម្ដងថា spare part ហ្នឹងត្រូវការប៉ុណ្ណេះ spare part ហ្នឹងត្រូវការពេលណាអញ្ចឹងយើងមានហ្នឹងបាទ សោកថ្ងៃនៅក្រុម OMA ប្រហែលយីហោបងយានយន្តទាំងអស់ ជិត10ហើយយើងមានដូចខ្ញុំរាប់វិញយើងមាន Ford បាទ យើងមាន Chang'an យើងមាន Deepol យើងមាន Jeep យើងមាន Ram យើងមាន Mercedes បាទ យើងមាន Peugeot យើងមាន Fuso ឡានដឹកហ្នឹងចឹង បាទ 8 9ហើយ បាទហើយចឹង spare part ឬក៏គ្រឿងបន្លាស់ទាំងអស់គឺនៅទីនោះទាំងអ នៅ ស់ ទីនេះទាំងអស់ បាទហើយអាចទេបងអាចថាក្រោយពីបងដាក់វាបញ្ចូលគ្នាចឹងស្រាប់តែថ្លៃដើមហ្នឹងវាទៀបជាងមុនណាសម្រាប់អ្នកប្រើ ជាការពិតអាចដោយសារមែនតើទៅយើងចង់និយាយថាកាលមុនវារាយឥឡូវយើងគ្រប់គ្រងវាដុំអញ្ចឹងវាបែរជា operation efficiency នេះវាមាន ទៅអនាគត បាទ វានឹងអាចថ្លៃដើមបាទរបស់ spare part ដែលទាំងអស់គ្នារៀងថ្លៃឥឡូវហ្នឹងដោយសារវានៅរួមគ្នាតម្លៃដើមនេះវាអាចទៀបជាងមុន អាចជាមុនបាទ បាទហើយបងមានសំណួរមួយចុងក្រោយដែលថាខ្ញុំទៅមកពីកន្លែង showroom បាញ់ពណ៌នេះ premium body shop Premium Body Shop បាទខ្ញុំឃើញបងដាក់មហិច្ឆតារបស់ OMA បាទមហិច្ឆតារបស់ OMA Cambodia គឺដើម្បីយកឈ្នះ OMA ក្រុមហ៊ុន OMA ផ្សេងទៀតនៅប្រទេសផ្សេងទៀត បាទ តើអានេះហើយដែលបងខំធ្វើបែបណាឲ្យ OMA រុញស្តង់ដារវិស័យយានយន្តនេះគឺដោយសារមហិច្ឆតារបស់ OMA Cambodia គឺចឹង និយាយទៅមហិច្ឆតាហ្នឹងខ្ញុំខ្លួនឯងជាអ្នកសរសេរមហិច្ឆតាហ្នឹង បាទ បាទខ្ញុំ leading organization នៅក្នុង OMA នៅក្នុងស្រុកខ្មែរនេះ បាទ អញ្ចឹងមិនមែនថាខ្ញុំចង់ឈ្នះតែ OMA នៅប្រទេសទេខ្ញុំចង់ឈ្នះក្រុមហ៊ុនគ្រប់កន្លែងទាំងអស់ប៉ុន្តែ at least តែក្នុងចំណោម OMA ដែលមាននៅ14ប្រទេសហ្នឹង បាទ គឺ OMA ស្រុកខ្មែរហ្នឹងគឺជា OMA មួយល្អជាងគេទៅបែបជាងគេហើយសប្តាហ៍គឺយើងទទួលបាន អូ និយាយមែនតើយើង leading បាទ OMA ទាំង14ប្រទេសនៅលើពិភពលោកហ្នឹងរួមទាំងនៅប្រទេសសំបីប្រទេសរីកចម្រើនដូចនៅអូស្ត្រាលី បាទ នៅទូគីនៅឌីបៃ បាទ ឥណ្ឌូនេស្យានៅឡាវភូមាថៃគឺយើងអ្នក lead ឈានមកគេ ឈានមុខគេយ៉ាងមានទាំងបាទ ចំណូល ទាំងចំណូល បាទ ទាំងគុណភាព ធនធានមនុស្ស ទុនធានមនុស្សទាំង Wow facility ដែលយើងមានគ្រប់យ៉ាងគឺយើងទំនើបបំផុតហើយ បាទ ខ្ញុំសូមចែកម្លែកផងដែរថាមួយទៀត OMA កំពុងធ្វើមួយទៀតដែលស្ទើរថាមិនមានទេនៅលើពិភពលោកហ្នឹងគឺ OMA បានបង្កើតទីលានតេស្តរថយន្តមួយដ៏ធំបាទដែលយើងនឹងចាប់ដើមបើកសម្ពោធឆាប់មានន័យថាមានកន្លែងដែលបើកផ្លូវល្អផ្លូវលំបាកឆ្លងកាត់ទឹកឆ្លងកាត់ស្រុកដូចក្រុមហ៊ុនធំនៅអឺរ៉ុបយ៉ាងគឺយើងមានអាហ្នឹងហើយកន្លែងទី1នៅកម្ពុជាយើងដែលមានក ន្លែងតេស្តរថយន្ត តេស្តរថយន្តហើយយើងនឹងអាចបើកបរតេស្តរថយន្តនៅកន្លែងនេះបានឆាប់ហ្នឹងឯង វ៉ាវវ៉ាវបាទនេះគឺសុទ្ធតែជាគម្រោងធំតែបងបានធ្វើខ្ញុំថាចង់សួរបងថាទៅរួចទេបាទឥឡូវបងឆ្លើយបាត់ហើយ បាទគឺអស់អីនៅស្រុកខ្មែរនេះគឺលេចធ្លោខ្លាំងមែនតើបងតើអាចទេនៅក្នុងមហិច្ឆតាដែលបងបានដាក់នេះអនាគតយើងនឹងមានរថយន្តដែល OMA នាំចេញពីស្រុកខ្មែរទៅប្រទេសផ្សេង បើយើងនិយាយចំទៅខាងយើងអាចនិយាយថាយើងកំពុងតែធ្វើការងារហ្នឹងមិនខ្ញុំអត់ទាន់បាននិយាយអីថែមទៀតព្រោះថាវាអត់ទាន់ឆ្លងកាត់ដំណាក់កាលដែលយើងចប់ចឹងយើងកំពុងសិក្សាកំពុងរៀបចំកំពុងធ្វើច្រើនដែរតែចង់ឲ្យ OMA ហ្នឹងមានលទ្ធភាពថានឹងនាំរថយន្តទៅខាងក្រៅ បាទអរគុណបងច្រើន បាទអរគុណ